សួស្តីអ្នកថ្ងៃនេះយើងបន្តភាពរបស់យើងទៀតគេរឿង Hunter Hunter នៅគ្នាចាប់ដើមរឿងពីមុនរបស់យើងនោះគេថាលីប៊ូរបស់យើងបានចាត់ការទៅលើអាប្រោះសក់កញ្ញាញ់របស់យើងចឹងអ្នកគ្នាកាត់មករឿងរបស់យើងវិញគេថា Agona Kilo របស់យើងត្រូវក្រុមរបស់អាប៉ា Spider-Man របស់យើងបានចាប់ខ្លួនចឹងអ្នកគ្នាដោយសារគេបានចាប់ Agona Kilo របស់យើងធ្វើជាចំណាត់ខ្មាំងដើម្បីចាប់ Akura ផ្ការបស់យើងចឹងហើយពេលនោះគេថាធីមប៉ា Spider-Man របស់យើងក៏បានចូលទៅលើហាងកាហ្វេចឹងអ្នកគ្នាហើយពេលនោះគេថា Bro តាមរបស់យើងក៏បាននៅនឹងដែរចឹងអ្នកគ្នាហើយគេក៏បាននិយាយធ្វើជាមិនស្គាល់ទៅលើ Agona Kilo របស់យើងចឹងហើយពេលនោះគេថា Bro តាមរបស់យើងក៏ចាប់5ទៅរកអ្នកណាគេម្នាក់គឺថាខ្ញុំមិនដឹងទេអ្នកគ្នាដោយសារគេចាប់5មកវាយដានចឹងកុំអាធីមប៉ា Spider-Man របស់យើងចាប់ទៅលើរូបគេចឹងអ្នកគ្នាចំណែក Agona Kilo របស់យើងគេចាប់5ស្រ័យចំណងទៅលើ Nari Julie របស់យើងចឹងគឺថា Nari Julie របស់យើងគេថាអត់ដឹងទេអ្នកគ្នាហើយពេលនោះគេថាជួងបានមិនលឺឡើងចឹងអាលីប៊ូជាមួយនឹង Nari សក់លឿងជាមួយនឹងបិសាច Zombie ផ្នែកមួយរបស់យើងក៏ចាប់5ដើមមកដល់ចឹងអ្នកគ្នាហើយអាលីប៊ូរបស់យើងក៏បាននិយាយទៅរក Agona Kilo របស់យើងថានៅពេលនេះគេថា Agona Kilo របស់យើងធ្វើជាចំណាត់ខ្មាំងចឹងដើម្បីចាប់ទៅលើ Akura ផ្កាហើយ Agona Kilo សក់ថាស្អុយមកទៅលើអាបរោះលុយប៊ូខ្លាំងមែនតើបណ្ដាធ្វើអាលីប៊ូរបស់យើងខ្មាស់គេពេញមួយធីមតែម្ដងចឹងអ្នកគ្នាដោយសារ Agona Kilo របស់យើងនិយាយចឹងហើយពេលនោះគេថាមេប៉ារបស់គេក៏ចាប់ផ្ដើមពិភាក្សានិយាយគ្នាបន្តមកនារីសក់លឿងរបស់យើងក៏បានបំរុងយកដៃរបស់គេនឹងចាប់មកទៅលើអា Kilo របស់យើងចឹងបន្តមកគេថា Kilo របស់យើងក៏បាននិយាយថាឲ្យនារីសក់លឿងថាគឺជានារីជេបោកអូចឹងបណ្ដាធ្វើឲ្យនារីហ្នឹងគឺថាពិតជាខឹងទៅលើពួកគេខ្លាំងមែនតើចឹងក៏បានយកដៃចាប់មកគេបិទតែម្ដងចំណាប្រូវិញតារបស់យើងកំពុងអានខ្សែតែគេពិតជាភ័យខ្លាចខ្លាំងមែនតើចឹងដោយសារគេមិនចេះក្បាច់គុណមកបៀកទេអ្នកគ្នាបន្តមកនារីសក់លឿងរបស់យើងក៏បាននិយាយថា Agona Kilo របស់យើងថាឲ្យគេបិទមាត់ភ្លាមចឹងបន្តមកស្រាប់ជួងក៏បានចាប់ផ្ដើមមកលឺតង់ទី2ចឹងគ្នាបន្តមកគេថា Agona របស់យើងក៏បានទាត់នារីសក់លឿងរបស់យើងផ្លោងជាង200លានម៉ែត្រចឹងចំណងរបស់នារី Julie របស់យើងត្រូវបានដាច់ចឹងអាលីប៊ូរបស់យើងក៏បានប្រើខែការពារដ៏អស្ចារ្យស៊ូណាមីរបស់គេចឹងណាគ្នាការប្រយុទ្ធរបស់ Agona Kilo របស់យើងនៅពេលនោះគឺថាអាចយកឈ្នះទៅលើក្រុមប៉ា Spider-Man បានទេដោយសារក្រុមប៉ា Spider-Man គឺជាក្រុមអស្ចារ្យស៊ូណាមីខ្លាំងចឹងណាគ្នាហើយពេលនោះគឺថាដាវក៏បានរត់ជាងស៊ូណាមីចឹងដើម្បីនាំសារមកឲ្យពួកគេមើលចឹងណាគ្នាបន្តមកគឺថាលីប៊ូរបស់យើងក៏បានចាប់ Agona របស់យើងដើមក្បាលចុះក្រោមចឹងហើយនៅក្នុងកបិតនោះគឺថាមានកដាស់មួយយ៉ាងចឹងដើម្បីឲ្យពួកគេអានមើលចឹងបន្តមកគឺថាលីប៊ូរបស់យើងក៏ចាប់បានយកមកអានចឹងដោយក្នុងកណ្ដាស់ហ្នឹងគេបាននិយាយថានៅពេលនេះគឺថាបារោះមេប៉ារបស់គេនឹងត្រូវបានចាប់ខ្លួនចឹងណាគ្នាដោយសារតែ Akura បការបស់យើងបានចាប់ខ្លួនទៅលើមេប៉ារបស់គេចឹងហើយពេលនេះគឺថា Akura បកាបាននិយាយចោចោលគ្នាឲ្យដោះលែងទៅលើ Kilo របស់យើងចឹងណាគ្នាបន្តមកនារីសក់លឿងរបស់យើងក៏បានប្រាប់ទៅលើក្រុមរបស់គេថា Akura បកានេះគឺជាមនុស្សមិនធម្មតាចឹងដែលគេអាចប្រើចាប់ទៅលើអាមេប៉ារបស់គេបានចឹងគឺជា Akura បការបស់យើងគឺជាមនុស្សដែលខ្លាំងអស្ចារ្យខ្លាំងមែនតើចឹងណាគ្នាអានារីសក់លឿងរបស់យើងពិតជាភ័យខ្លាចខ្លាំងមែនតើចឹងដោយសារខ្លាច Akura បការបស់យើងចាត់ការទៅលើមេប៉ារបស់គេចឹងណាគ្នាបន្តមកគេក៏ចាប់ផ្ដើមនិយាយជាមួយនឹងគ្នារបស់គេចឹងដើម្បីរកវិធីសាស្ត្រចឹងដើម្បីទៅជួយមេរបស់គេចឹងណាគ្នាបន្តមកគេថាពួកគេក៏ចាប់ផ្ដើមនិយាយចោកការគ្នាពេញយ៉ាងតែម្ដងហើយពេលនោះគេក៏ចាប់ផ្ដើមនឹកទៅដល់រឿងអនុស្សាវរីយ៍ជាច្រើនចឹងដែលមេប៉ារបស់គេបានផ្ដល់ឲ្យគេចឹងគ្នាដោយសារ Team Spider-Man របស់យើងនឹងគឺថាបង្កើតដោយបារោះមេប៉ារបស់គេចឹងណាគ្នាហើយនារីសក់លឿងរបស់យើងក៏បាននិយាយថា Akura បការបស់យើងមានចង្វាក់ស៊ូណាមីដ៏អស្ចារ្យចឹងដែលអាចទម្លុះបេះដូងយ៉ាងងាយស្រួលចឹងសូម្បីតែបារោះតោរបស់យើងគឺជាអ្នកក្លាហានស្បែកស្ពាន់ស៊ូណាមីក៏ត្រូវ Akura បការបស់យើងកំចាត់បានដែរចឹងណាគ្នាដោយសារចង្វាក់របស់គេពិតជាអស្ចារ្យខ្លាំងមែនទែនបន្តមកគេថាអាលីប៊ូរបស់យើងក៏បានតេទៅរក Akura បការបស់យើងដើម្បីចរចាគ្នាក្នុងការដូរចំណាត់ខ្មាំងរៀងខ្លួនចឹងណាគ្នាបន្តមកគេថាមេប៉ារបស់យើងបាននិយាយឌៀមតាមទៅលើ Akura បកាខ្លាំងមែនទែនចឹងណាគ្នាមិនដាធ្វើ Akura បការបស់យើងពិតជាខឹងទៅលើអាមេប៉ារបស់យើងខ្លាំងមែនទែនចឹងអាមេប៉ារបស់យើងក៏បាននិយាយប្រាប់ទៅលើគេថាបើសិនជាគេនឹងហ៊ានកំចាត់ទៅលើគេយើងគេថា Kilo ណាក៏របស់យើងក៏ទៅមិនរួចខ្លួនដែរចឹងគ្នាមិនដាធ្វើ Akura បកាគាត់ចាប់ផ្ដើមឡើងភ្នែកក្រហមខឹងទៅលើអាមេប៉ាខ្លាំងមែនទែនចឹងហើយពេលនោះគេថា Akura បការបស់យើងក៏បានម៉ាត់ទៅលើអាបារោះមេប៉ារបស់យើងមកដៃចឹងបន្តមកគេថាបារោះ Venta Leo របស់យើងក៏បានប្រាប់ទៅលើ Akura បការបស់យើងថាកុំមក Akura បការបស់យើងខឹងចោតចង់ពេកចឹងដោយសារគេត្រូវការដូរចំណាត់ខ្មាំងរៀងខ្លួនចឹងណាគ្នានារីកណ្ដោរបស់យើងក៏បានប្រាប់ទៅលើ Akura បកាថានៅពេលនេះគេថាគេពិតជាថ្លង់ខ្លាំងមែនតើដោយសារតែ Akura បកាជាមួយនឹងអាមេប៉ាំងគិតតែឆ្លោះគ្នាចឹងណាគ្នាចំណែកធីមប៉ា Spider-Man របស់យើងវិញគេថាគេចាប់ផ្ដើមមកប្រជុំគ្នាចឹងដើម្បីទៅរកជួយទៅលើមេប៉ារបស់គេចឹងអាលីប៊ូរបស់យើងក៏បាននិយាយប្រាប់ទៅលើគ្នារបស់គេថានៅពេលនេះតើគេយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជួយទៅលើមេប៉ារបស់គេបានចឹងហើយគេក៏ចាប់ផ្ដើមពិភាក្សាជាមួយនឹងក្រុមរបស់គេទៅហើយពេលនោះគេថាសក់លឿងរបស់យើងក៏បាននិយាយថាមានតែធ្វើការដូរចំណាត់ខ្មាំងរៀងខ្លួនចឹងណាគ្នាបន្ទាប់មក Akura បការបស់យើងក៏បានគម្រាមទៅលើអាមេប៉ារបស់យើងថាគេអាចនឹងកំចាត់ទៅលើអាមេប៉ារបស់យើងដោយប្រើទៅលើច្បាប់របស់គេធ្លុះបេះដូងទៅលើអាមេប៉ារបស់យើងចឹងណាគ្នាអាមេប៉ារបស់យើងគេថាអត់មានខ្លាចទៅលើ Akura បកាទេទោះ Akura បការបស់យើងគម្រាមប៉ុណ្ណាក៏ដោយចឹងហើយពេលនោះគេថាគ្នារបស់គេក៏ចាប់ផ្ដើមតែចរចាជាមួយនឹង Akura បការបស់យើងចឹងណាគ្នាដើម្បីចរចាក្នុងការដោយទៅលើគូខ្មាំងរបស់គេរៀងខ្លួនចឹងអាប្រោះសក់លឿងរបស់យើងក៏បាននិយាយចរចាជាមួយនឹង Akura បកាចឹងក្នុងការដូរទៅលើអាមេប៉ាជាមួយនឹង Kilo ណាក៏មកយើងវិញចឹងណាគ្នាបន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយចរចាគ្នាចឹងដែលនារីសក់លឿងរបស់យើងក៏បានណាត់កន្លែងគ្នាចឹងដើម្បីចរចាក្នុងការដូរគ្នាទៅវិញទៅមកចឹងណាគ្នាហើយពេលនោះគេថា Akura បការបស់យើងក៏បាននិយាយប្រាប់ទៅលើនារីសក់លឿងរបស់យើងថាគេនឹងគេយល់ព្រមចឹងដែលគេនឹងបានចង់ជួបទៅលើ Agona របស់យើងណា Kilo របស់យើងសិនចឹងណាគ្នាបន្ទាប់មក Ali Boo របស់យើងក៏បាននិយាយប្រាប់ទៅលើគេថាកុំឲ្យគេភ័យ Agona Kilo របស់យើងគេថាអត់មានកើតអីទេពេលហ្នឹងគេថា Ali Boo របស់យើងក៏បានបបួលទៅលើគ្នារបស់គេចឹងដើម្បីចាត់ការទៅលើ Akura វិការរបស់យើងចឹងណាគ្នាប៉ុន្តែគ្នារបស់គេក៏បាននិយាយថា Akura វិការរបស់យើងគេថាមិនមែនជាមនុស្សធម្មតាចឹងតែគេមិនអាចចាត់ការទៅលើគេងាយៗបានទេចឹងណាគ្នាបណ្ដាធ្វើ Ali Boo របស់យើងពិតជាខឹងខ្លាំងមែនតើចឹងដោយសារគេគ្នាច្
ច្រើនហើយមិនទៅខ្លាគូរាបកម្មម្នាក់ឯងចឹងណាគ្នាបន្តមកថាសោះលឿនរបស់យើងបានឆ្លោះជាមួយណាអាលីប៊ូរបស់យើងក៏បានប្រាប់ថាអាលីប៊ូរបស់យើងទៅចាត់ការវាតែម្នាក់ឯងចឹងណាគ្នាដោយសារគូរាបកម្មរបស់យើងគឺថាមានកម្លាំងខ្លាំងសុនមីខាងមែនតើបន្តមកគេចាប់ផ្ដើមបង្ហាញយុទ្ធសាស្ត្ររៀងៗខ្លួនចឹងណាគ្នាអាបរោះសោះលឿនរបស់យើងពិតជាខ្លាំងមែនតើគាត់បើកធម្មពលគេព្រាមគេថាអាបរោះលីប៊ូរបស់យើងគឺថាដេកស្ពេកតែម្ដងគឺថាបរោះសោះលឿនរបស់យើងគឺជាអ្នកក្លាហានធម្មពលសុនមីដ៏អស្ចារ្យចឹងបន្តមកគេក៏ចាប់ផ្ដើមលើកទូរស័ព្ទពីអាគូរាបកម្មរបស់យើងចឹងដោយសារគូរាបកម្មរបស់យើងចង់ជួបទៅលើអាហ្គណាឃីលូខ្លាំងមែនតើបន្តមកគេក៏ចាប់ផ្ដើមឲ្យជួបអាហ្គណាឃីលូរបស់យើងចឹងអាបរោះសោះលឿនរបស់យើងក៏បាននិយាយចរចាជាមួយនឹងគូរាបកម្មរបស់យើងចឹងក្នុងការដោគូខ្មាំងរៀងខ្លួនចឹងណាគ្នាចំណែកអ៊ីសូការបស់យើងវិញគេថាអត់បានចូលរួមជាមួយនឹងអាក្រុមបាក់ស្បែកមែនហ្នឹងទេដោយសារគេរវល់តែជាមួយនឹងអាបរោះសោះវែងរបស់យើងចឹងហើយរឿងរបស់យើងគេថាការចោតនៅពេលហ្នឹងឯងអ្នកគ្នាហើយអ្នកគ្នាកុំភ្លេចរងចាំទស្សនាភាពបន្តទៀតអ្នកគ្នា